Ok, chấn mặt to bây giờ cứ nhung rơi vô cầm hạt exercise ទី29គឺប្រភេទជា gear ដដែលប៉ុន្តែអានេះគឺវាមានកម្រាស់ខុសគ្នាអាកណ្ដាលនេះគឺកម្រាស់10អាក្រៅគឺកម្រាស់20អញ្ចឹងมันខុសពីកំហាត់មុនទេគឺខ្ញុំចាប់ផ្ដើមចេញពីរង្វង់ដដែលឥឡូវយើងមើលថារង្វង់របស់យើងគឺមានចំនួនប្រមាណគឺ3ដូចគ្នាចំនួន4សុំទោសគឺអាក្រៅធំបំផុតគឺមានកម្មនេះ30ជាងកប់ចិត្តវាគឺ60អានេះគឺទីស្របទី2នេះគឺកប់ចិត្តវា50ទី3គឺ40.5និងទី4គឺ30អញ្ចឹងចាប់ដើមពីរង្វង់ខ្ញុំប្រើ top view 30 40.5 50និង60អូខេឥឡូវខ្ញុំដាក់ dimension អញ្ចឹងដាក់ dimension គឺខ្ញុំ recommend គេយើងដាក់ពីអាធំទៅមុន60 50 40.5និង30ម្ដងទៀត30 40.5 50និង60អូខេឥឡូវខ្ញុំមើលពីអានេះម្ដងវិញគឺខុសពីមុនអានេះគឺកម្រាស់វា 1.2 មកដល់50នេះគឺ 2.4 អូខេឥឡូវខ្ញុំគូបន្ទាត់មួយបញ្ឆោតម្ដងនេះបន្តត្រង់មួយខ្ញុំគូឡើងលើ 1.2 ដើម្បីឲ្យវាចេញបែបនេះយើងចុចអក្សរ S មកគឺវាចេញជា symmetric ខ្ញុំដាក់ឲ្យវាត្រង់ 1.2 អូខេខ្ញុំឃើញថាមានបន្ទាត់នេះដល់នៅលំដាក់ប៉ុណ្ណេះសិនអញ្ចឹងខ្ញុំវាស់គឺខ្ញុំប្រើប្រភេទជា dimension ប្រភេទជា distance between คลิกលើ end point នេះមកជាមួយនឹងនេះម្ដងនេះគឺ 1.2 ហើយមួយខាងទៀតគឺខ្ញុំប្រើ mirror មកតខ្ញុំជិលគូម្ដងទៀត mirror ទៅយកអានេះប្លង់របស់វាគឺជាមួយនេះអូខេឥឡូវខ្ញុំប្រើ connect មួយជឿវាអត់ជាប់គ្នាគឺ end point ជាមួយនឹង end point នេះដែរអូខេឥឡូវខ្ញុំ trim ចោល trim អត់បានការនេះចោលអូខេឥឡូវយើង trim ខុសហើយគឺ trim អានេះវិញខាងក្រៅនេះជាមួយនឹងនេះដោយសារយើងទុករង្វង់មិនមែនជាចតុកោណទេខុសច្រឡំហើយ sorry អូខេហើយខ្ញុំ trim អានេះមួយទៀតអានេះមួយទៀតបដ ாய் ទៅអូខេអញ្ចឹងហើយខ្ញុំមើលកម្រាស់ខាងក្រៅនេះគឺកម្រាស់វា20អូខេខ្ញុំដាក់20មុន20ហើយនឹងអានេះដូចគ្នាប្រើ restore sketch ប្រភេទ operation គឺ add 20កណ្ដាលនេះគឺ10អូខេអញ្ចឹងយើងហាក់ចិត្តហើយយើងតតែក្រៅមួយទៅគឺ pattern ខ្ញុំ sorry ខ្ញុំភ្លេចមើលអានេះគឺមិន1.2ទេបាទ 2.4 ហើយនឹង6អូខេដងទៀតពីត្រឹមនេះមក2.4ខុសដងទៀតអូខេអានេះគឺ2.4ឥឡូវគឺ6អញ្ចឹង6គឺកន្លែងនេះគឺ3មីលីម៉ែត្រអូខេហើយខ្ញុំប្រើ mirror អូខេឥឡូវខ្ញុំប្រើ connect ប្រភេទជា constraint ឬក៏ relation របស់វាដើម្បីបញ្ជាប់ពីរនេះហើយខ្ញុំ trim អូឯងតាមពិតមិនបាច់ connect របស់ហើយយើង trim ចោលទៅដែរ
អត់ប្រយោជន៍មែនអូខេហើយក្រៅដូចនេះទុកវាទៅអូខេឥឡូវយើងមើលកម្រាស់ក្រៅគឺ20នៅក្នុង10អញ្ចឹងអានេះ20អូខេ restore ដូចលំហាត់ចាស់ដែរជួយ control operation add 20នេះគឺ10 operation add 10អូខេឥឡូវខ្ញុំ pattern អូអានេះ10អានេះ20 sorry អូខេនេះអញ្ចឹងខ្ញុំ pattern អញ្ចឹង pattern គឺទីមួយយើង select លើ feature ដែលយើងចង់ pattern បើសិនជាលើកមុនខ្ញុំ select អានេះម្ដងទាំងអស់ហើយ exclude គឺអាពេលនេះគឺជាប្រភេទ feature តែមួយអញ្ចឹងខ្ញុំត្រូវការអានេះ feature ផ្សេងអានេះ feature ផ្សេងអញ្ចឹងមិនមូលហេតុខ្ញុំ select អានេះម្ដងហើយអានេះម្ដងទៀត pattern ដដែលនៅក្នុង home tab circular pattern អូខេឥឡូវចំនួនឧទាហរណ៍12អូខេ unsuccessful ឥឡូវយើងមើលបញ្ហាអីគេតាមម្ដងទៀតមើលសិនអូខេមកវិញបញ្ហាអ្វីគឺមើលអ្វីជាន់អានេះវាមិនគួរទេខ្ញុំត្រៀមឲ្យចោលសិន20អានេះ10អូខេហើយលើ solution 7អូខេមកពីបញ្ហានេះ circular គេថាដាក់16អូខេ16បើសិនយើងចង់កែទេយើងអាចคลิกលើ pattern មកហើយคลิกលើលេខចំនួនលេខនេះហើយយើងដូរ18វិញអូខេ18វាល្អមើលជាងអូមិនមែនគិតល្អមើលមិនល្អមើលគឺតម្រូវការគេបើយើងត្រូវការប៉ុន្មានដាក់ប៉ុណ្ណឹងទៅ view add painter ឥឡូវខ្ញុំប្រើ style ម្ដងអូខេ control អក្សរ I ហើយដល់ thank you